សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៃរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលម៉ែកូនទាំងពីរនាក់នេះសឹងតែមិនគួរជឿថាហានសាន់អាចរាប់អានជាមួយនឹងលិនប៉ៃហ្វាំងបានដោយឡែកហានសាន់យ៉ាងនេះវិញក៏បានធ្វើដូចជាការៀបន្តិចហើយបានដើរចាក់ចេញប្រាប់ទៅកាន់លិនប៉ៃហ្វាំងថាមើលទៅថ្ងៃនេះមិនមែនជាពេលវេលាសមល្អសម្រាប់ពួកយើងនិយាយគ្នានោះទេចឹងចាំជួបគ្នាពេលក្រោយយើងក៏នឹងជជែកគ្នាលេងបន្តិចលិនប៉ៃហ្វាំងខំប្រឹងហាមឃាត់ហានសាន់ហើយបានសួរថាតើលបងចង់ទៅណាទៅបើសិនជាមិនយល់ទាស់ទៅខ្ញុំមានយន្តហោះឯកជនមួយខ្ញុំអាចជួលលបងទៅបានប៉ុន្តែហានសាន់មិនរំខានលិនប៉ៃហ្វាំងឡើយហើយបានអរគុណចំពោះទឹកចិត្តល្អរបស់គេអញ្ចឹងហានសាន់ក៏បានចាក់ចេញទៅលិនប៉ៃហ្វាំងក៏បានលេហើយសង្ឃឹមថាពួកយើងអាចជួបគ្នាវិញបានម្ដងទៀតហើយខ្ញុំក៏នឹងដើរតាមលបងចាប់តាំងពីពេលនេះតទៅអភិជននទីនឹងបានលឿនចឹងហើយនឹងគឺកាន់តែផ្ទះបាយជាងមុនថែមទៀតដែលឆ្ងល់មែនតែនតាម្នាក់នោះមានប្រវត្តិបែបណាទៅហើយដើម្បីលិនប៉ៃហ្វាំងមើលទៅគ្រប់គេខ្លាំងម្ល៉េះអភិជនម្នាក់ទៀតក៏បានតបថាគាត់មើលទៅមិនដូចជាមនុស្សថ្នាក់ខ្ពស់ទេមិនមែនជាតារាល្បីឬក៏មិនមែនជាអភិជនប៉ុន្តែចាប់តាំងពីលិនប៉ៃហ្វាំងបាននិយាយថាគេត្រូវបានជួយសង្គ្រោះលិនប៉ៃហ្វាំងម្ដងប្រកាសណាស់ថាជីវិតរបស់គេក៏នឹងឡើងខ្ពស់ដែរសាច់រឿងក៏បានកាន់ទៅដល់ហានសាន់នេះវិញស៊ូជីបាននិយាយទៅកាន់ហានសាន់ថាមើលទៅល្បងហើយល្បីហើយគេក៏ចង់ដឹងអំពីដំណើរដើមតងដែលហានសាន់ធ្លាប់ជួយទៅកាន់លិនប៉ៃហ្វាំងផងដែរហានសាន់ក៏បានតទៅវិញទៅថាកុំខ្វល់អំពីរឿងនេះអីឡើយនេះពួកយើងគួរនឹងទៅចាស់ប្រកាសល្អទៅហើយនៅពេលនេះពួកយើងគួរនឹងទៅបញ្ញាប់ចាក់ចេញក៏เลยទៅមើលម៉ែកូនទាំងពីរនាក់នេះវិញសម្លឹងមើលហានសាន់ដើរជិះមិនដាច់ភ្នែកឡើយដូចជាចង់ស៊ីសាច់ហត់ឈាមហានសាន់អញ្ចឹងក៏เลยទៅមើលហានសាន់វិញនៅពេលនេះគាត់ក៏បានដើរចាក់ចេញពីទីហ្នឹងវិញហើយក៏បានលោផងដែរទីបំផុតគាត់បានបញ្យល់រឿងរ៉ាវដែលបានកើតឡើងរវាងគាត់ជាមួយលិនប៉ៃហ្វាំងប្រាប់ទៅកាន់ស៊ូជីបានដឹងខ្ទេចឲ្យទៅប៉ែនឹងអស់ចិត្តប៉ុន្តែគាត់ក៏បានកើតផងដែរតែគាត់អាចជួបជាមួយលិនប៉ៃហ្វាំងបានម្ដងទៀតតែអត់បើតាមការវិនិច្ឆ័យត្រសបារបស់គាត់ខ្ញុំមិនគួរបារម្ភថាគាត់នឹងមិនសងខ្ញុំនោះទេក៏ស្រាប់តែពេលនឹងហានសិនបានឃើញអំពីការបន្ទោសយ៉ាងធំមួយនៅកំពូលអគារដូច្នេះហានសិនក៏បានចាប់អារម្មណ៍ស៊ីស្តាំក៏បានប្រាប់ទៅកាន់ហានសិនផងដែរថាមានអ្វីមួយយ៉ាងចម្លែកបានធ្លាក់ចុះមកជាពិសេសមនុស្សនៅទីនោះទាំងអស់មកទៅកំពុងតែរត់គេចេញពីទីហ្នឹងហើយហានសិនក៏បានរត់ចូលទៅនឹងគិតផងដែរថាបើតែអ្វីខ្ញុំមើលមិនច្រឡំទេអ្វីដែលបានធ្លាក់ចុះមកបាញ់មិញនេះគឺជាយានអវកាសហើយក៏មានតពួកអាសរានោះទេដែលមានយានអវកាសទាំងអស់នេះក៏ទៅដល់ពេលដើមឡើយដែលមានសង្គ្រាមនោះអាសរាគឺជាសត្រូវទាំងមួយក៏របស់មនុស្សជាតិក្នុងយុគសម័យអន្តរតារាបើសិនជាមនុស្សបានឃើញត្រូវតែសម្លាប់ចោលទាំងអស់ហើយរករានពួកគេគឺដូចជាមនុស្សអញ្ចឹងរបាំងមុខនិងស្នែងគឺជានិមិត្តសញ្ញាសម្គាល់ពីស្តសញ្ញាណពួកគេគិតបន្តទៀតថាសង្គ្រាមរវាងមនុស្សជាមួយអាសរាគេបានប្រព្រឹត្តឡើងអស់រយៈពេលរាប់រយឆ្នាំហើយដំបូងឡើយមនុស្សចាញ់ក្រោមដៃរាងកាយរឹងមាំរបស់ពួកអាសរានឹងបានបរាជ័យជាច្រើនដងនៅក្នុងសង្គ្រាមរហូតជិតដល់200ឆ្នាំប៉ុន្តែបន្ទាប់ពីមនុស្សបានរកឃើញប្រាសាទរបស់ព្រះបានធ្វើឲ្យមនុស្សកើនឡើងសមត្ថភាពហើយក៏អាចទប់ទល់ជាមួយនឹងពួកអាសរានឹងបានសាច់រឿងក៏បានកាត់ទៅដល់បច្ចុប្បន្នវិញយើងក៏បានឃើញជាមួយមនុស្សយ៉ាងច្រើនកំពុងតែភៀសខ្លួនចេញពីទីហ្នឹងដោយសារតែកំឡុងពេលនេះកំពុងតែមានគ្រោះថ្នាក់បានកើតឡើងហានសិនចិត្តទៅដល់ក៏មានការងឿឆ្ងល់ផងដែរហើយអ្វីបានជាមានរឿងនេះបានកើតឡើងក្រែងការពារគឺតាំងរឹងខ្លាំងណាស់ហើយអ្វីបានជាពួកអាសរាចូលបានទៅដល់ពីក្រោមឯកេរដ៏ខ្ពស់នឹងក៏បានសម្លឹងឃើញក្មេងស្រីម្នាក់បានជាប់នៅលើហ្នឹងចឹងហើយហានសិនក៏ពិតជាមានការបារម្ភយ៉ាងខ្លាំងនឹងបានគិតថាបើសិនជាគាត់មិនប្រញាប់នោះទេប្រកាសណាស់ថាក្មេងស្រីក៏នឹងធ្លាក់បាត់បង់ជីវិតខណៈនោះគាត់ក៏បានឃើញជាមួយនឹងអាសរាក៏បានទម្លុះទ្វារយានអវកាសចេញមកក្មេងស្រីទៅនៅជាប់ចិត្តនឹងបានឃើញចឹងនាងក៏ពិតជាមានការផិតភ័យយំយ៉ាងខ្លាំងអាសរាបានឃើញចឹងចង់ផ្ដាច់ជីវិតនាងចោលប៉ុន្តែត្រូវបានហានសាតសញ្ញាណគឺជាចិនប៊ីនៅពេលនឹងប្រើប្រាស់ឈុតក្រោះថ្មីដោះស្លាប់ដោះអីទៀតណាហើយសម្ដៅយ៉ាងលឿនដើម្បីនឹងជួយទៅកាន់ក្មេងស្រីកំឡុងពេលនឹងយើងក៏បានឃើញជាមួយអ្នកសារព័ត៌មានម្នាក់កំពុងតែថតសកម្មភាពទាំងអស់នឹងដែរហើយគេក៏ពិតជាមានការផ្ទះបាយយ៉ាងខ្លាំងនៅពេលដែលបានឃើញជាមួយនឹងចិនប៊ីចំណែកហានសានក៏បានទៅចាប់ជាមួយនឹងដាវរបស់អាសរាហើយនឹងបានជួយសង្គ្រោះក្មេងស្រីហោះចាចេញពីទីនោះអ្នកសារព័ត៌មានឃើញចឹងសប្បាយចិត្តដែលចិនប៊ីបានជួយសង្គ្រោះទៅលើក្មេងស្រីម្នាក់មើលទៅសារព័ត៌មានដែលគេបានថតទៅនេះប្រកាសជាល្បីហើយខ្លួនគេក៏នៅទោះបានអត្ថប្រយោជន៍យ៉ាងច្រើនតែម្ដងគេលើទៅមើលអាសរាម្នាក់នឹងគេក៏នៅដេញតាមកាប់ទៅកាន់ហានសានពីក្រោយប៉ុន្តែត្រូវបានហានសានប្រើប្រាស់ល្បឿនយ៉ាងលឿនគេចេញពីទីនឹងទៀតអាសរានឹងគេនៅតែបន្តដេញតាមចំណែកហានសានក៏បានទម្លុះអគារចូលមកដាក់ក្មេងស្រីនៅលើអគារមួយនឹងបានប្រាប់ទៅកាន់ក្មេងស្រីកុំឲ្យបញ្ចេញសម្លេងអីប៉ុន្តែក៏ទៅប្រចាប់អារម្មណ៍ដឹងថានៅលើអគារមួយនេះគឺសតតែក្មេងៗទាំងអស់ហ្នឹងដូច្នេះគាត់ក៏ត្រូវតែចាកចេញពីទីនេះឲ្យលឿនដើម្បីកុំឲ្យអាសរាមកឃើញប៉ុន្តែហួសពេលអាសរាក៏បានហក់កាប់ទៅកាន់គាត់ពីក្រោយហានសានក៏បានដឹងផងដែរប៉ុន្តែគាត់មិនកិច្ចនោះទេដោយសារតែខ្លាចត្រូវទៅកាន់ក្មេងៗអ្នកសារព័ត៌មាននេះនៅពីក្រោយគឺមិនដឹងនោះទេហើយក៏បានឆ្ងល់ផងដែរហេតុអ្វីបានជាចិនប៊ីមិនកិច្ចអញ្ចឹងបើតាមចំណេះរបស់គាត់ប្រកាសថាគាត់ក៏នឹងអាចកិច្ចអំពីកំបត្តិនេះបានអាសរានៅតែបន្តកាប់ទៅកាន់ហានសានជាច្រើនដាវដែលបានធ្វើឲ្យអ្នកមើលឡាយទាំងឡាយគឺសតតែខមមិនឆ្ងល់ពេញហ្នឹងហើយអ្នកសារព័ត៌មានក៏បាននិយាយតែម្នាក់ឲ្យបន្តទៀតថាតើនៅថ្ងៃនេះគេកំពុងតែឡាយអំពីការស្លាប់របស់ចិនប៊ីមែនចំណែកហានសាននៅវិញត្រូវបានអាសរាម្នាក់នឹងវេត្រូវយ៉ាងដំណំរៀបនឹងការមួយដងទៀតផ្ដាច់ជីវិតហានសានត្រូវបានហានសានដាក់ចំមកកែងនិងបាននិយាយថាទោះបីជាខ្ញុំត្រូវបាត់បង់ជីវិតយ៉ាងណាក៏ដោយក៏មិនឲ្យកុសពនអាសរាក៏ចាក់ចេញពីទីនឹងបានដែរឃើញទង្វើរបស់ចិនប៊ីបែបនេះហើយក៏បានធ្វើឲ្យអ្នកដែលបានមើលការផ្សាយផ្ទាល់ទាំងឡាយក៏ពិតជាខមមិនសរសើរទៅកាន់ចិនប៊ីខ្លាំងមែនទែននិងបានលើកទឹកចិត្តឲ្យខំប្រឹងឡើងហើយសម្រាប់អាសរាចោលទៅស្របពេលដែល
អាសូរ៉ាបានធ្លាក់ចុះក្រោមជិនប៊ីក៏បានហោះទៅតាមនិងបានប្រាប់ទៅកាន់វាកំកិតហើយឲ្យបំផ្លាញទីក្រុងនេះបានឲ្យសោះឃើញទង្វើរបស់ជិនប៊ីលះបង់ចឹងហើយក៏បានធ្វើឲ្យអ្នកទស្សនាទាំងឡាយអ្នកមើលការផ្សាយផ្ទាល់នឹងក៏ពិតជាកាន់តែកោតសរសើរជាងមុនថែមទៀតសន្ទុះនៃការវាយប្រហារហានសិនទៅលើអាសូរ៉ានឹងគឺបានបង្កទៅជាបន្ទុះយ៉ាងខ្លាំងធ្លាក់ចុះមកក្រោមហុយដេកជប់អញ្ចឹងអ្នកសារព័ត៌មានម្នាក់នឹងគឺរត់ទៅមើលរត់ទៅដល់ក៏បានឃើញជាមួយអាសូរ៉ាបានដេកងាប់នៅនឹងចំណោយហានសិនដែលគឺជាជិនប៊ីគឺបានបាត់ខ្លួនជាពីទីនឹងបាត់ទេមិនត្រឹមតែប៉ុណ្ណឹងនោះទេគេបានលើកសូរសម្លេងក្មេងៗដែលបានស្រែកមកពីលើសួររកបងប្រុសជិនប៊ីដែលបានជួយសង្គ្រោះពួកគេអំបញ្ញមិញណាអ្នកសារព័ត៌មានបានឃើញអញ្ចឹងក៏បានលើកកាមេរ៉ាឡើងដើម្បីថតទៀតនិងបានឃើញជាមួយនឹងក្មេងៗសិស្សសាលាយ៉ាងច្រើនអ្នកដែលកំពុងតែផ្ទៀងមើលជិនប៊ីទាំងក្តីបារម្ភដូច្នេះក៏បានធ្វើឲ្យអ្នកផ្សាយព័ត៌មានជាមួយនឹងអ្នកមើលការផ្សាយផ្ទាល់ទាំងឡាយក៏ឡើងឆ្ងល់ហើយអ្វីបានជាជិនប៊ីឈួរឲ្យបិសាចអាសូរ៉ានិងកាប់ដតមានកិច្ចតាណាសោះតាមពិតគឺចង់សង្គ្រោះទៅលើក្មេងៗទាំងអស់នេះសោះហើយគិតថាទឹកចិត្តរបស់គាត់នេះក៏ពិតជាល្អពិតមែនតែរឿងយ៉ាងនេះវិញក៏បានកាត់ទៅដល់ហានសិននៅពេលនេះកំពុងតែរំរបួសក៏បានគិតទៅដល់អាសូរ៉ាក៏បាននឹងថាក៏ពិតជាមានធម៌ពលខ្លាំងពិតមែនក៏សំណាងល្អផងដែរក៏រសារថ្មីនៃគេបានរីកចម្រើននៅបច្ចេកទេសនៃការធ្វើការរាងកាយបានយ៉ាងល្អបើមិនអញ្ចឹងទេខ្ចប់ក្រោមដៃអាសូរ៉ាម្នាក់នឹងតាំងពីគេវាយដំច្រំធាក់ទៅលើហានសិនដល់តដៃមកម្លេះអញ្ចឹងឲ្យការប្រកួតលើកនេះជាមួយនឹងអាសូរ៉ាគេត្រូវតែចងចាំទុកក្រែងលងថ្ងៃក្រោយជួបទៀតស្រួលប៉ុន្តែសំណាងល្អផងដែររសារតែហានសិននៅពេលនឹងបានដាវយ៉ាងធំរបស់អាសូរ៉ាព្រោះមើលដាវនឹងបន្តិចក៏បានដឹងថាដាវនេះគឺជាដាវល្អដូច្នេះហើយបានគិតថាអាសូរ៉ាម្នាក់នឹងប្រហែលជាអភិជនអាសូរ៉ាដូច្នេះមានន័យថាដាវសង្គ្រាមរបស់អាសូរ៉ាស្នែងមាសនេះក៏ពិតជាល្អបំផុតប៉ុន្តែហានសិនក៏បានគិតថាប្រហែលជាមានមនុស្សជាច្រើនគឺបានស្គាល់ក្បិតនឹងហើយដោយសារតែបានមើលការផ្សាយផ្ទាល់និងបានឃើញក្បិតនឹងអញ្ចឹងគួរណាស់យកវេទិកាឆ្នៃធ្វើជាអាវុធផ្សេងទៀតស្របពេលនឹងហានសិនក៏បានឃើញជាមួយបំណែកមួយទៀតដែលបានរលេះចេញពីដាវមួយនឹងហើយមើលទៅវាដូចជាផ្ទុកនៅអ្វីមួយយ៉ាងអញ្ចឹងហើយនេះគឺជាបន្ទះឈីបអងចងចាំដូច្នេះហានសិនក៏បានយកវេទិកាមើលនិយាយត្រង់ទៅគឺជា memory នៅក្នុង memory នឹងដែលគឺផ្ទុកទៅដោយក្បាច់កលរបស់ត្រកូលអាសូរ៉ាបានឃើញអញ្ចឹងហានសិនសប្បាយចិត្តមែនតែអ្វីដែលគាត់បានដឹងពួកអាសូរ៉ារាងកាយក៏ពិតជារឹងមាំអញ្ចឹងហើយនៅពេលនេះគាត់មានអំពីការណែនាំដើម្បីនឹងហ្វឹកហាត់ដូច្នេះហានសិនក៏នឹងកាន់តែមានកាយសម្បត្តិរឹងមាំជាមុនថែមទៀតបន្ទុកយូរទេក៏បានសាកដាវអាសូរ៉ាកាត់ដាច់ឈើមួយទៅជា3ដូចអញ្ចឹងក៏បានកាត់បន្តទៀតថាវាក៏ពិតជាមានធម៌ពលខ្លាំងពិតមែនរំពេចនឹងក៏មានការតាក់ទងមកអ្នកដែលបានតែមកគឺជាលិនបៃហ្វាំងនឹងឯងលិនបៃហ្វាំងបានសួរទៅកាន់លបងសិនហើយអ្វីបានជាលបងមិនទៅទីសក្ការៈនឹងឯងនេះទីសក្ការៈគឺជាជំរំគួយជានឹងឯងហើយចឹងកំពុងតែចាំលបងនៅទីនោះប៉ុន្តែហានសិនបានសំទោសរិសាតែពេលនេះខ្ញុំរវល់ហើយនឹងមានផែនការដ៏ធំមួយដែលបានក្រុងទុកឲ្យមិនតាន់ដោះស្រាយដូច្នេះខ្ញុំត្រូវទៅដោះស្រាយវាជាមុនសិនចំណែកបញ្ហាដែលបាននិយាយគឺហានសិនមកជួបជាមួយនឹងចៅស្អាតទាំងពីរនេះឯងដោយកំឡុងពេលនឹងហានសិនក៏បាននិយាយទៅកាន់យ៉ាងម៉ាន់លើជាមួយនឹងឈិនសៀនថាខ្ញុំបានដឹងថាសាលាយោធាស្ទាំងខ្មៅក៏ពិតជាល្អប៉ុន្តែខ្ញុំមិនចង់ចូលក្នុងសាលាយោធាស្ទាំងខ្មៅដើម្បីនឹងហ្វឹកហាត់ឡើយប៉ុន្តែខ្ញុំចង់ទៅសាលាយោធាល្អជាបានលើអញ្ចឹងចៅទាំងពីរអ្នកមើលមកគ្នាក៏ដូចជាចៅម៉ាន់លីនៅពេលនឹងក៏បានប្រាប់ទៅកាន់ហានសិនឯងល្ងងមែនតើដឹងដល់ថាសាលាយោធាស្ទាំងខ្មៅគឺជាសាលាមួយក្នុងចំណោមសាលាកំពូលទាំង50ហេតុអ្វីបានជាឲ្យមិនចង់ទៅចូលទីនោះឈិនសៀនក៏បានបន្តទៀតថាមិនថាទោះបីជាគ្រូបង្រៀនគឺឬមួយក៏ឧបករណ៍បង្រៀននៅក្នុងសាលាល្អជាមិនល្អដូចជាសាលាស្ទាំងខ្មៅឡើយនៅទីនោះឯងគាត់មានការដើម្បីនឹងប្រតិបត្តិការនៅវាចម្បាំងដែរម្យ៉ាងវិញទៀតទោះបីជារៀនចប់នៅទីនោះអាជីពយោធារបស់ឯងក៏នឹងមិនមានរយៈពេលយូរដែរអញ្ចឹងខ្ញុំសូមណែនាំលោកទៅកាន់សាលាយោធាស្ទាំងខ្មៅទៅបូករួមជាមួយចំណេញបាញ់ព្រួយរបស់លោកទៀតប្រហែលជានឹងល្អបន្ទាប់ពីរឿងអញ្ចឹងហានសាំមើលទៅប្រកែកឡើងកើតទេប៉ុន្តែក៏នៅតែគិតថាដោយសារតែសាលាយោធាស្ទាំងខ្មៅគឺនៅឆ្ងាយពីផ្ទះរបស់ម៉ាក់របស់គាត់ពេកចំណែកសាលាយោធាល្អជាក៏នៅជិតផ្ទះម៉ាក់របស់គាត់ហើយបើសិនជាគាត់ទៅសាលាយោធាស្ទាំងខ្មៅទៅបាននរណាគេមើលថែម៉ាក់គាត់ជាមួយជីតាចៅម៉ាលីក៏បានបន្ថែមទៀតថាមិនមែនគ្រប់គ្នាក៏សុទ្ធតែមានឱកាសនេះនោះទេមិនទាន់ដឹងយល់ព្រមរត់ផងក៏ស្រាប់តែចៅម៉ាលីក៏បានប្រាប់ថាការវិភាគទិន្នន័យរបស់នាងនៅពេលនេះក៏បានចេញជាលទ្ធផលហើយអញ្ចឹងនៅពេលនេះគួរណាស់តែមើលវាជាមុនសិនទៅវិភាគទិន្នន័យដែលពួកនាងបាននិយាយគឺជាការវិភាគទិន្នន័យរវាងការប្រយុទ្ធរវាងចិនប៊ីជាមួយនឹងអាសូរ៉ាហ្នឹងអញ្ចឹងមានសូមបញ្ចប់សាររឿងនឹងត្រឹមតែប៉ុណ្ណឹងសិនហើយក៏ជាភាគទី25ភាគទី26អញ្ចឹងជួបគ្នាវីដេអូក្រោយបាយបាយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៅរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលឈៀនសៀនចាំងម៉ាន់លីជាមួយនឹងហាងសិនកំពុងតែមើលវីដេអូប្រយុទ្ធរវាងចិនប៊ីជាមួយនឹងអាសូរ៉ាមេស្នៃមួយកំពុងតែមើលបដាហាងសិនមួម៉ាបដាហើយឆ្ងល់មែនតែនតាណាគេគឺជាអ្នកថតនឹងហើយបដងថាណាគេគឺជាអ្នកថតហាងសិនក៏នឹងទៅបដាបែកនឹងចោលរីឈៀនសៀនក៏បានសួរទៅកាន់ម៉ាន់លីតើបានឃើញអ្វីដែរអត់ម៉ាន់លីនឹងក៏បានតបថាចិនប៊ីក៏ពិតជាល្ងងបានលើអញ្ចឹងហាងសិនបានកើតទៀតឯចាយនេះក៏ដឹកខ្ញុំល្ងងមើលទៅ
ប្រហែលជាមានអ្វីយល់ខុសម៉ាន់លីនាងក៏បានបន្តថាកម្លាំងក៏ដូចជាល្បឿនរបស់ជិនប៊ីគឺជាលំដាប់កំពូលក្នុងទីសក្ការៈទី1បូករួមជាមួយនឹងស្លារបស់គាត់ទាំងគូទីមធ្យោបាយល្អបំផុតសម្រាប់ប្រយុទ្ធជាមួយនឹងអាសូរ៉ាគឺវេប្រហារពីចម្ងាយប៉ុន្តែគាត់បានជាជ្រើសរើសប្រយុទ្ធជាមួយនឹងអាសូរ៉ានៅចិត្តទៅវិញអញ្ចឹងហើយទៅបានជានាងថាល្ងងនឹងជិនសៀនាងក៏បានតបថានាងនិយាយក៏ពិតជាត្រូវបើតែអ្វីនាងសង្កេតមើលអាសូរ៉ានឹងគឺធ្លាប់រងរបបពីមុនមកមុនពេលដែលប្រកួតជាមួយនឹងជិនប៊ីបើមិនដូច្នោះទេជិនប៊ីក៏នឹងត្រូវស្លាប់ក្រោមដៃគាត់បន្ទាប់ពីបានឃើញការវិភាគយ៉ាងល្អិតល្អន់រវាងអ្នកទាំងពីរហានសិនក៏បានសរសើរផងដែរមនុស្សនៅក្នុងជំរំទាហានមើលទៅក៏ពិតជាវិភាគយ៉ាងល្អិតល្អន់យ៉ាងណាក្តីចៃម៉ាន់លីនៅពេលនឹងក៏មានការងឿងឆ្ងល់ផងដែរវីដេអូដែលបានថតសកម្មភាពគាត់លើកមុននៅក្នុងបន្ទប់ប្រឡងតែកម្លាំងនឹងគាត់មានស្លាប់ទេប៉ុន្តែឆ្ងល់ណាស់រំពេចសោះគាត់មានស្លាប់មកពីណាទៅអញ្ចឹងនាងគឺកាន់តែឆ្ងល់ហើយតើគាត់គឺជានរណាពិតប្រាកដទៅប៉ុន្តែឈិនសៀនាងក៏បានកំណត់ថាប្រហែលជាស្លាប់ដែលគាត់បានមកគឺជាបលឹងសាកម្រិតឈាមទេវភាពឯងមិនត្រឹមតែប៉ុណ្ណឹងនោះទេគាត់ក៏មិនចេះប្រើព្រួយដែរមិនដូចជាមនុស្សនៅពីក្រោយពួកយើងឡើយសម្ដៅទៅកាន់ហានសិនហ្នឹងឯងអញ្ចឹងហានសិនក៏បាននិយាយទៅវិញខ្ញុំអាចប្រៀបធៀបជាមួយនឹងជីងប៊ីបានដោយរបៀបណាទៅអ្វីក៏ដោយនៅពេលនឹងនាងឡើងខ្វល់ឲ្យហានសិនជ្រើសរើសសាលាយោធាទៅនឹងឲ្យហានសិនគិតច្បាស់អំពីសាលាយោធាស្ទាំងខ្មៅកុំឲ្យធ្វើនាងអស់សង្ឃឹមអញ្ចឹងហានសិនក៏បានយល់ព្រមឲ្យគិតមើលសិនបន្ទាប់មកគាត់ក៏បានចាក់ចេញទៅវិញក៏បានគិតអំពីអ្វីដែលគាត់បាននិយាយជាមួយនឹងឈិនសៀនបាញ់មើលទៅនាងបានទុកខ្ញុំគឺជាវត្ថុបណ្ដោះបណ្ដាលដ៏សំខាន់យ៉ាងណាក្តីហានសិនខ្លាចថាមានបញ្ហាផងដោយសារតែគាត់មិនតាន់គ្រប់អាយុដើម្បីនឹងចូលបម្រើកងទ័ពឡើយប៉ុន្តែបើពិតជាគាត់ត្រូវចូលក្នុងសាលាយោធាស្ទាំងខ្មៅពិតមែនគាត់គួរនឹងរៀបចំលុយកាក់មួយចំនួនទុកឲ្យម៉ាក់របស់គាត់ដើម្បីម៉ាក់របស់គាត់ហើយនឹងប្អូនស្រីរស់នៅបានស្រួលខណៈនឹងដាលីនប៉ៃហ្វាំងបានតាក់ទងមកដូច្នេះហានសិនក៏បានលើកទូរស័ព្ទហើយហានសិនក៏បានសួរលីនប៉ៃហ្វាំងពាក់ព័ន្ធជាមួយនឹងអាវុធដោយសិត 5% ដែលហានសិនបានឲ្យប៉ៃហ្វាំងរកដូច្នេះប៉ៃហ្វាំងបានរកឲ្យហានសិនក៏បានប្រាប់ឲ្យប៉ៃហ្វាំងដឹកជញ្ជូនមកឲ្យគេមកលីនប៉ៃហ្វាំងក៏បានដឹងផងដែរថាហានសិនក៏ចង់ទៅទីតាំងណាមួយដូច្នេះគេសុំទៅដែរប៉ុន្តែហានសិនបានប្រាប់ថាមិនបាច់នោះទេដោយសារទីតាំងនោះគឺមានគ្រោះថ្នាក់និងចំពោះរឿងថ្លៃអាវុធដែលគាត់ឲ្យរកឲ្យចាំគាត់ប្រមាញ់សាទពីក្បាលមកសងវិញបន្ទាប់ពីរៀបចំរួចហើយហានសិនក៏បានធ្វើដំណើរទៅវាលភក់ងងឹតដើរពេញមួយយប់រហូតដល់ពាក់កណ្ដាលត្រេតក៏បានមកដល់ទីតាំងនិងបានគិតថាមើលទៅទីនេះប្រហែលជាកំណត់ត្រាដែលរៀមច្បងនោះបានសរសេរមិនទុកយូរទៅហានសិនក៏បានបញ្ចេញនៅព្រលឹងសាររបស់គាត់ទាំងពីរចេញមកក៏បានគិតផងដែរថាមើលទៅទីនោះគឺពិតជាកំណត់ល្អពិតមែនមិនថាផ្លូវខាងមុខគឺមានគ្រោះថ្នាក់យ៉ាងណានោះទេក៏មិនអាចបញ្ឈប់គាត់ធ្វើជាអ្នកខ្លាំងបានដែរបន្តមកក៏បានគិតទៅដល់ទីនេះវិញម្ដងថាក៏មានសត្វចម្លែកជាច្រើនដែលមានប្រយោជន៍ហើយនឹងខ្លាំងប៉ុន្តែនៅទីនេះគឺពិតជាធំធេងខ្លាំងណាស់ដូច្នេះខ្ញុំមិនអាចប្រមាញ់បានអស់ទេអញ្ចឹងគាត់គួរនៅតែជ្រើសរើសសត្វប្រមាញ់នៅតែចាំបាច់អញ្ចឹងមិនទុកយូរទេហានសិនក៏បានបាញ់នៅពូមួយក្បាលដែលមានឈ្មោះថាពស់ថ្មិញខ្មោចហើយចំណែកបាញ់ព្រួយហានសិននៅពេលនេះគឺកាន់តែត្រង់ទៅសំបីតែត្រីក្នុងទឹកក៏ហានសិនបាញ់ត្រូវដែរអញ្ចឹងនៅពេលនេះគឺកាន់តែសប្បាយចិត្តហើយក៏នៅតែបន្តប្រមាញ់ក៏ទទួលបាននៅព្រលឹងសត្វហើយនឹងសត្វនឹងយ៉ាងច្រើនតែម្ដងគិតថាមើលទៅវាភក់ងងឹតមួយនេះគឺជាទឹកដីសុបិនសម្រាប់ខ្ញុំឯង80ម៉ោងក្រោយមកយើងក៏បានឃើញជាមួយនឹងគាត់កំពុងតែស្ងោរស៊ុបសាច់សត្វទាំងអស់នឹងស៊ីក៏បានធ្វើឲ្យសាររបស់គាត់វិវត្តយ៉ាងខ្លាំងដូច្នេះហានសិនក៏បានកើតផងដែរគាត់ក៏ទៅមកដល់ទឹកដីវាលភក់ងងឹតទៅពី3ថ្ងៃសោះបានធ្វើឲ្យសារផ្លាស់ប្ដូររបស់គាត់បានកើនឡើងរហូតដល់31ពិន្ទុប៉ុន្តែព្រលឹងនៃត្រីយក្សឈាមបានផ្លាស់ប្ដូរទៅជាលំពែងមួយដើមនេះកំពុងតែសប្បាយចិត្តនិងក៏ស្រាប់តែគាត់បានចាស់ផ្ដំទៅលើអ្វីមួយងាកទៅមើលក៏បានឃើញជាមួយអន្ត្រីយ៉ាងធំមួយត្រដាងស្លាប់នៅពីលើយ៉ាងធំប៉ុន្តែក៏មានការងឿងឆ្ងល់ផងដែរហើយអ្វីបានជាសត្វយ៉ាងធំមួយនេះមិនបើកការវាប្រហារទៅលើមនុស្សនៅពេលដែលបានឃើញជាមួយមនុស្សម្នាក់បានលោតចុះពីក្នុងអន្ត្រីនោះហានសិនឡើងឆ្ងល់ហើយដោយសារតែវាគឺជាសត្វដែលគ្រប់គ្រងទៅដល់មនុស្សម្នាក់នេះមិនត្រឹមតែប៉ុណ្ណឹងនោះទេមើលទៅកាន់អប៉ែនឹងទៅឆ្លើយមែនតែនិយាយទៅកាន់ហានសិនថាក្មេងប្រុសស៊ុបមួយឆ្នាំនឹងផ្លាស់ប្ដូរជាមួយណាមួយនេះទៅហានសិនក៏មិនតអ្វីទៅកាន់គេដែរដោយសារតែគាត់កំពុងតែគិតថាមិនស្មានថាមានមនុស្សក្រៅពីខ្ញុំមកទីនេះដែរសោះដែលឃើញហានសិនតបតចឹងហើយប៉ែនឹងបានចិត្តមែនតែនទោះទៅហត់ស៊ុបហានសិនហត់ប្រមាថក៏បានធ្វើសាររបស់គេបានផ្លាស់ប្ដូរដូច្នេះប៉ែនឹងក៏ពិតជាសប្បាយចិត្តនឹងបានរំលឹកម្ដងទៀតថាសំណែននាំឲ្យផ្លាស់ប្ដូរឲ្យលឿនទៅបើមិនអញ្ចឹងទៅឯងនឹងខ្លាចទៅជាចំណៃរបស់អន្ត្រីដែលធំមួយនេះបើទោះបីជាលឿនអញ្ចឹងក្តីមើលទៅកាន់ហានសិនទៅគឺមិនខ្វល់ទេនឹងបានប្រាប់ទៅកាន់អប៉ែនឹងហើយប៉ែនឹងគេមានឈ្មោះថាយ៉ាសៀវថាខ្ញុំមិនធ្វើចំនួនជាមួយនឹងឯងនោះទេតែប៉ុណ្ណឹងហើយឯងមិនយល់ទៀតមែនទេនិយាយទៅកាន់គេហើយក៏បានគិតដៀលអប៉ែក្នុងចិត្តទៀតផងមើលតើអប៉ែក៏ពិតជាក៏តន់ពិតមែនហានសិនបានគិតថាអប៉ែក៏ពិតជាគួររំខានគិតតន់ចប់អប៉ែនឹងក៏បានហក់មកហើយបាននិយាយថាហានសិនស្រាអញ្ចឹងមិនផឹកចង់ផឹកស្រាពីណៃមែនទេបានចាក់ហានសិនចំមកក្បាត់ប៉ុន្តែមើលទៅចាក់មិនធ្លុះទេដល់អញ្ចឹងអប៉ែនឹងនៅពេលនឹងក៏ពិតជាមានការផាត់ភ័យតិចៗក៏ល្អផងដែរនៅពេលនឹងហានសិនក៏បានតេស្តលំពែងថ្មីយកលំពែងបញ្ចេញថាមពលចាក់ទៅលើអប៉ែនឹងវាទៅមួយថាមពលទៀតដូច្នេះអប៉ែនឹងក៏បានកិច្ចទៅខាងក្រោមកិច្ចផុតមែនប៉ុន្តែត្រូវមកបន្តិចពិតជាខូចចិត្តយ៉ាងខ្លាំងដោយសារតែមុខរបស់គេនៅពេលនឹងឡើងស្អាតទេហើយនៅពេលនឹងខឹងមែនតែនបានហក់ឡើងទៅលើអន្ត្រីគេប្រាប់ទៅកាន់ហានសិនកុំក្អែកតមពេកថ្ងៃនេះខ្ញុំនឹងមករៀនមេរៀនមួយឲ្យទៅកាន់ឯងដូច្នេះប៉ាយ៉ាសៀវនឹងក៏បានបង្ហោះអន្ត្រីរបស់គេឡើងទៅលើយ៉ាងខ្ពស់ហានសិនក៏បានបញ្ចេញស្លាបហើយបានដេញតាមនៅពេញលើគិតថាខ្ញុំមិនអាចធ្វើឲ្យឯងបានមែនទេអញ្ចឹងប៉ែនឹងនៅពេលនឹងច
ចង់រត់គេចទេប៉ុន្តែមើលទៅកិច្ចតាមិនបានឡើយដោយសារតែហានសិនហោះលឿនអន្ត្រីនឹងវាលឿនឯប៉ុន្តែហានសិនលឿនជាងអន្ត្រីនឹងទៀតនឹងបានសួរថាតើនេះគឺជាបលឹងសាទឈាមនៅទេវភាពមែនទេអត់ហានសិនក៏បានប្រាប់ថាត្រឹមត្រូវឯងនិយាយចាប់យកលំពេងចាក់គោរប៉ែនឹងឈឺមែនទេចាក់មកខាងមិនអស់ចាត់ចាក់ពីរខាងដល់អញ្ចឹងប៉ែនឹងយំបដ យំបដៅសុំតបដៅឲ្យលើកលែងគេផងទៅប៉ែសមងក្រោយមកយើងក៏បានឃើញជាមួយនឹងហានសិននៅទីតាំងមួយទៀតហើយបានប្រាប់ទៅកាន់ប៉ែយេស៊ូវនឹងថាឥឡូវនេះជីវិតរបស់អញគឺស្ថិតក្រោមដៃរបស់ខ្ញុំហើយដូច្នេះគួរណាស់តែបង្ហាញតម្រុយដែលមានប្រយោជន៍មួយសម្រាប់ដោះដូរដូចជាតម្រុយទីតាំងខ្យល់ខ្មៅឬហើយប៉ែនឹងក៏ពិតជាមានការផ្ទះបាល់ហើយនឹងផាត់ភ័យប្រាប់ទៅកាន់ហានសិនថាទីនោះមានគ្រោះថ្នាក់ណាស់ដូច្នេះគេមិនហ៊ានទៅឡើយប៉ុន្តែហានសិនបានប្រាប់ទៅកាន់គេថាគ្រាន់តែនាំផ្លូវទៅចាំនឹងធានាអំពីសុវត្ថិភាពឯងសាច់រឿងយើងក៏បានកាត់ទៅដល់ទីតាំងមួយទៀតដែលមានសម្បុកយ៉ាងច្រើននៅទីនោះហានសិនជាមួយនឹងយេស៊ូវក៏បានមកដល់ទីនឹងដូចគ្នាយេស៊ូវក៏បាននិយាយថាទីនេះហើយគឺជាទឹកដីរបស់ខ្យល់ខ្មៅហានសិនក៏បានឃើញអ្វីមួយយ៉ាងធំប្រៀបបីដូចជាម្ចាស់ក្សត្រីអញ្ចឹងយេស៊ូវក៏បានសួរបន្តទៀតថាតើលបងនឹងធ្វើវាមែនដែរអត់អញ្ចឹងប្រកាសទេហើយមានសុំកាយឈ្មោះប៉ែនឹងទៅតាមពិតយេស៊ូវឈ្មោះពិតគេលីវ៉ៃណានទេអញ្ចឹងនៅពេលនេះពួកយើងគួរណាស់ទៅធ្វើទៅតាមផែនការបើសិនជាជោគជ័យខ្ញុំនឹងផ្ដល់សាច់ខ្លះឲ្យស៊ីដែរអញ្ចឹងលីវ៉ៃណានក៏បានយល់ព្រមហើយគេជាមួយមន្ត្រីក៏បានប៉មយកនៅអ្វីមួយយ៉ាងធំដែលមើលទៅដូចជាដុំដីឬក៏ដុំថ្មមួយអញ្ចឹងទម្លាក់ទៅកាន់សម្បុករបស់ខ្យល់ខ្មៅដូច្នេះអាសត្វស្រមោចដោះស្លាបដែលគេហៅថាខ្យល់ខ្មៅនឹងក៏បានលេចចេញមកយ៉ាងច្រើនតាមប្រមាណទៅលើលីវ៉ៃណាដូច្នេះលីវ៉ៃណានក៏បានដាក់មេប្រូយទៅហានសិនដែលបានហោះមើលក៏បានគិតថាដល់ពេលហើយគាត់ក៏បានហោះទៅកាន់អាស្រមោចដោះស្លាបនឹងដែលគេហៅថាខ្យល់ខ្មៅដាច់ជាពីរសម្រាប់មួយរហូតតទៅពីររហូតតទៅច្រើនយកទៅមែនតែនកាន់តែបន្តសម្រាប់យើងមើលទៅកាន់ហានសិនគឺកាន់តែសប្បាយចិត្តហើយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនចំណាយសាយរឿងយ៉ាងនេះវិញគឺបានកាត់វែងឆ្ងាយដែរនឹងទៅដល់ហានសិននៅពេលនេះគឺបានមកដល់ជំរំគួយជាវិញនឹងក៏បានគិតអំពីដំណើរកំសាន្តទៅកាន់វាលភក់ខ្មៅក៏ពិតជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសារផ្លាស់ប្ដូររបស់គាត់គឺបានឈានទៅដល់47ពិន្ទុចំណាយសារឈាមនៅទេវភាពគឺបានកើនឡើងរហូតទៅដល់29ពិន្ទុកំពុងទៅដើរក៏មានមនុស្សឈួរឆោថែនៅពេលនៃការប្រកួតដាវចិត្តតែផ្ដើមចំណាយថ្ងៃនេះគឺជាថ្ងៃផុតកំណត់ដែលត្រូវចុះឈ្មោះចូលរួមប្រកួតនឹងហើយដូច្នេះពួកគេគួរតែប្រញាប់ឡើងទៅហើយនេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងជំរំទាំងអស់នៅក្នុងសម្ព័ន្ធពិភពលោកផងដែរបន្ទាប់ពីបានលើការប្រកួតចឹងហើយហានសិនគឺសឹងតែផ្លេចទៅហើយអំពីការប្រកួតក្បាច់កុនដាវនឹងបើសិនជានរណាគេទទួលបានជ័យជំនះក្នុងកម្ពុជាទាំងដងក៏នឹងទទួលបានពលឹងសាទឈាមនៅទេវភាពអញ្ចឹងខ្ញុំក៏នឹងទៅចូលរួមដែរអញ្ចឹងការចុះឈ្មោះគេនេះគឺជាការស្កេនមេដាយចុះឈ្មោះនឹងឯងហើយហានសិនគឺជាបេក្ខជនទី8888ឃើញចឹងនឹងចង់ហួសចិត្តដែរនឹងក៏បានគិតថាមិនដឹងតែគាត់ត្រូវជួបជាមួយនឹងគូប្រកួតបែបណាខ្លះទេសាច់រឿងក៏បានកាត់ទៅដល់ថ្ងៃប្រកួតនេះវិញយើងក៏បានឃើញជាមួយមនុស្សយ៉ាងច្រើនចូលរួមមើលការប្រកួតមួយនឹងពួកគេក៏បាននិយាយគ្នាផងដែរមើលទៅឆ្នាំនេះក៏ពិតជាល្បីជាងឆ្នាំមុនណាស់ដោយសារតែបេក្ខជនចូលរួមក៏ច្រើនយកទៅមែនតែនបើធៀបជាមួយនឹងឆ្នាំមុនឆ្នាំនេះច្រើនដែរចំណែកហាងសិនក៏នៅទីនឹងផងដែរហើយនេះគឺជាការប្រកួតនឹងឯងហើយច្បាប់ក៏បានធ្វើដោយការពីឆ្នាំមុនដែរដែលថាត្រូវបែងចែកមនុស្សចំនួន100នាក់ចូលរួមការប្រកួតសមរភូមិនីមួយៗនិងក្នុងចំណោមមនុស្ស100នាក់នឹងអ្នកណាគេដែលអាចឈរជើងនៅចុងក្រោយគេបានគឺជាអ្នកឈ្នះហើយអញ្ចឹងថ្ងៃនេះគឺជាការប្រកួតរវាងក្រុមទី50ទៅដល់55ចំណែកហានសិននៅក្រុមទី80ដូច្នេះប្រហែលជាស្អែកនេះមិនគាត់ដល់ការប្រកួតអញ្ចឹងជារកាសមួយនេះគាត់គួរតែរកកន្លែងអង្គុយមើលការប្រកួតសិនទៅថ្នាក់នឹងក៏បានឃើញជាមួយនឹងល័ធានយ៉ាងហើយនឹងព្រះបត្រានិធានសួរបានដើរចូលមកបែរនឹងដើរចូលមកគឺចង់រករឿងហានសិនដែលបានសួរទៅកាន់ហានសិនបើមានភាពក្លាហានអាចប្រាប់ឈ្មោះក្រុមរបស់ឯងបានដែរអត់ប្រហែលជាពួកយើងមានសំណាងបានចូលក្រុមប្រកួតជាមួយនឹងគ្នាក្រុមនឹង100នាក់គ្នាឯងប្រកួតគ្នាឯងនឹងហានសិនក៏បានកុហកថាមើលទៅធ្វើឲ្យលោកខកចិត្តទៅដោយសារលោកចតបានចូលរួមការប្រកួតនេះទេបានលើអញ្ចឹងព្រះបត្រានិធានសួរហាក់បីដូចជារៀងសើចំហបន្តិចហើយក៏បានដើរចាក់ចេញទៅបានទៅចំណែកល័ធានយ៉ាងក៏នៅតែរករឿងទៅកាន់ហានសិនមើលទៅឯងគឺជាមនុស្សកំសាពិតមែនថ្នាក់នឹងយើងក៏បានឃើញជាមួយនឹងឈៀនសៀនហើយនឹងយ៉ាងម៉ាន់លីក៏បានមកដល់ទីនេះផងដែរបាននិយាយទៅកាន់ព្រះបត្រានិធានសួរដែលគឺជាសិនធានជឺថាការប្រកួតរបស់លោកគឺចិត្តចាប់ផ្ដើមតើលោកនឹងរៀបចំខ្លួនយ៉ាងដូចម្ដេចទៅអាប៉ែនឹងក៏បានតទៅវិញទៅថាជាការពិតណាស់ចតមានបញ្ហាអីទេអញ្ចឹងគេក៏បាននិយាយទាំងជឿជាក់ទៀតថាឈៀនសៀននៅពេលនេះដល់វេនខ្ញុំមិនដូច្នេះនាងក៏ត្រូវទៅមើលការប្រកួតរបស់ខ្ញុំប្រាប់ចឹងឲ្យបដោះជឿជាក់ក៏បានដើរចាក់ចេញទៅចំណែកឈៀនសៀននេះវិញក៏បានសួរទៅកាន់ហានសិនតែខ្លាចសិនធានជឺដែរអត់ហានសិនក៏បានតបថាបាទនាងបានសួរទៀតថាហេតុអ្វីហានសិនបានតបថាប្រកួតខ្លាំងមិនត្រឹមតែប៉ុណ្ណឹងនោះទេគាត់គឺជាកូនប្រុសល្អបំផុតរបស់ស៊ីនយូគ្រប់ចំណែកខ្ញុំវិញគ្រាន់តែជាមនុស្សតូចតាចម្នាក់ប៉ុណ្ណោះចឹងតែខ្ញុំអាចប្រៀបធៀបជាមួយនឹងគាត់បានដោយរបៀបណាទៅប៉ុន្តែចៃម៉ាន់លីក៏បានរំលឹកអំពីពេលដែលហានសិនបានបាញ់អាសត្វអ្នកលើកមុនកាត់មកសិនធានជឺហើយនាងក៏បានដឹងថាហានសិនអត់បានខ្លាចសិនធានជឺមកបៀកសោះឈិនសៀនក៏បានសួរទៅកាន់ហានសិនទៅលោកកំពុងតែការពារគ្រួសារមែនទេហើយលោកនឹងខ្លាចថាពួកគេក៏នឹងជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរដូច្នេះទៅបានជាលោកព្យាយាមកិច្ចពីគាត់និយាយមកត្រូវចំណុចបែបនេះហានសិនក៏ហាក់បីដូចជាមានការផ្ទះបាល់បន្តិចដែរនឹងបានគិតថាមើលទៅនាងហាក់បីដូចជាអាចអានចិត្តខ្ញុំបានអញ្ចឹងឈិនសៀនក៏បានបន្តទៀតថាបើសិនជាលោកខ្វាយខ្វល់អំពីគ្រួសារលោកបែបហ្នឹងលោកគួរតែប្រឡងចូលនៅក្នុងសាលាយោធាស្ទាំងខ្មៅទៅហានសិនបានសួរថាហេតុអ្វីនាងក៏
បានតបថាខ្ញុំនឹងដាក់លោកនៅក្នុងក្រុមពិសេសមួយរាល់សមាជិកគ្រួសារទាំងអស់នៅក្នុងក្រុមពិសេសគឺត្រូវបានការពារដោយយោធាគ្មាននរណាគេអាចធ្វើបែបគ្រួសារសមាជិកក្រុមពិសេសបានឡើយបើរួមទាំងសិនធានជឺហានសិនក៏បានឆ្ងល់តាមស្ដាប់មើលទៅវាហាក់បីដូចជាក្រុមកម្រិតខ្ពស់មួយហើយតែក្រុមនឹងក្រុមសម្រាប់ធ្វើអ្វីទៅនាងអត់បានប្រាប់ទេហើយប្រាប់ទៅកាន់ហានសិនថាគាត់នឹងដឹងនៅពេលដែលលោកចូលរួមសាច់រឿងបន្តទៀតក៏បានកាត់ទៅដល់ហានសិនមកដើរនៅតាមផ្លូវតែម្នាក់ឯងហើយក៏បានកើតអំពីថ្ងៃណាមួយបើសិនជាដោយសារតែខ្ញុំសិនធានជឺគឺទៅធ្វើបែបគ្រួសារខ្ញុំពិតជាអាចពិចារណាចូលក្នុងសាលាយោធាស្ទាំងខ្មៅបានវាល្អសម្រាប់ខ្ញុំហើយនឹងគ្រួសារខ្ញុំផងដែរហើយអញ្ចឹងភាគនេះដែលគឺជាភាគទី27ត្រូវមិនចប់ត្រឹមតែប៉ុណ្ណឹងនោះទេបើសិនជាកំមកក៏ជួយអ្វីជាស្រ័យផងណាបាយបាយជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី29នៃរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅទីតាំងនៃការប្រកួតដដែលយើងក៏បានឃើញជាមួយនឹងមនុស្ស99អ្នកផ្សេងទៀតកំពុងតែរងចាំមនុស្សម្នាក់ដែលគឺជាអ្នកចុងក្រោយគេចូលរួមប្រកួតនឹងឯងហើយក៏ដោយសារតែចាំយូរពេកពួកគេក៏បានលោភផងដែរមើលទៅម្នាក់នឹងខ្លាចមែនហើយបានជាធានចូលរួមការប្រកួតអញ្ចឹងឲ្យគេចាំយូរហើយបើសិនជាខ្លាចមែនខំប្រឹងចុះឈ្មោះចូលរួមការប្រកួតរោគបកាច់អីរំពេចនឹងយើងក៏បានឃើញជាមួយមនុស្សម្នាក់ជើងពោមេបានដើរចូលមកហើយក៏បានសុំទោសទៅលើអ្នកទាំងអស់គ្នាដែលឲ្យពួកគេរងចាំយូរហើយម្នាក់នឹងក៏ជាជីន B នឹងឯងពួកគេឃើញហើយក៏ពិតជាមានការព្យាបាលហើយនឹងស្រឡាំងកាំងផាត់ភ័យចំណែកហានសិនគាត់បានឈរយ៉ាងសង្ហានិងបានគិតផងដែរថាហានសិនគឺមិនបង្ហាញខ្លួនទេប៉ុន្តែជីន B គឺបង្ហាញខ្លួនមិនទុកយូរទេក៏ដោយសារតែបេក្ខជនមកគ្រប់ហើយចឹងហើយចាប់ផ្ដើមការប្រកួតដែលយើងមើលទៅពួកគេទាំងអស់គ្នានឹងមិនមែនជាដៃគូរបស់ហានសិនឡើយត្រូវបានហានសិនវាយដំច្រំធាក់ពីម្នាក់ទៅម្នាក់ធ្វើឲ្យពួកគេដេករៀបទាំងអស់នៅសល់តែប្រមាណអ្នកនេះទេអញ្ចឹងហើយបែកនឹងក៏មិនហ៊ានវេជាមួយនឹងជីន B ទៀតឡើយសុំចុះចាញ់យ៉ាងលឿនដោយហេតុតែអញ្ចឹងហើយហានសិនក៏មានការគួរសមផងដែរសុទ្ធតែអរគុណគេអីណាអញ្ចឹងហើយក៏បានអបអរសាទរជាមួយនឹងជ័យជំនះខ្លួនមួយផ្ដួល99នាក់និងបានអរគុណទៅលើអ្នកគ្រប់គ្រងផងដែរដែលបានគ្រប់គ្រងមួយផ្ដួល99នាក់ក៏ពិតជាមិនធម្មតានោះទេពួកគេក៏ចង់ដឹងផងដែរបន្ទាប់ពីជីន B បានប៉ះជាមួយនឹងព្រះបត្រានិឋានសួគ៌គឺកាន់តែល្អមើលជាងមុនថែមទៀតទេនឹងចង់ដឹងអំពីលទ្ធផលចុងក្រោយនរណាគេគឺជាអ្នកឈ្នះទៅបន្ទាប់ពីបញ្ចប់ការប្រកួតមួយនឹងហានសិនគាត់ក៏បានដើរចាក់ចេញទៅវិញហើយក៏បានរំពឹងទុកនឹងគេថាគាត់អាចបញ្ចប់ការប្រកួតមួយនេះបានលឿនយ៉ាងនេះស្រាប់តែពេលនឹងឈិនសៀនក៏បានហៅហានសិនហើយចង់និយាយជាមួយនឹងហានសិនដែលរួមមានព្រះបត្រានិឋានសួគ៌ហើយនឹងម្នាក់ទៀតក៏ជាអ្នកធំផងដែរប៉ុន្តែអត់ស្គាល់ឈ្មោះទេអាពូសាច់ដុំនៅពីក្រោយឈិនសៀននឹងក៏លើឃើញហានសិនឆ្ងល់ផងដែរហើយអ្វីបានជាអ្នកទាំង3មកជាមួយនឹងគ្នាអញ្ចឹងតើពួកគេដឹងអំពីតសញ្ញាណខ្ញុំហើយមែនប៉ុន្តែខុសពីអ្វីដែលហានសិនបានគិតដោយសារតែឈិនសៀនមកទីនេះគឺចង់អញ្ជើញហានសិនចូលរួមជាមួយនឹងជំរំគួយជាអញ្ចឹងហានសិនក៏បានតទៅវិញទៅថាខ្ញុំក៏ពិតជាមានកិត្តិយសខ្លាំងណាស់ដែលអ្នកទាំង3គឺមកអញ្ជើញខ្ញុំបែបនេះហើយខ្ញុំក៏ពិតជាត្រេកអរព្រះបត្រានិឋានសួគ៌នៅពេលនឹងគេបាននិយាយទៅកាន់ជីន B លោកបានលួចសាច់ឈាមព្រះរបស់ខ្ញុំ2ដងអេដមីនសុំហៅអាសាច់ឈាមដតីប្រភេទនឹងទៅជាសាច់ឈាមព្រះវិញស្រួលហៅជាងតែគិតថាខ្ញុំចង់មកអញ្ជើញលោកដែរមែនអញ្ចឹងឲ្យលោកគួរណាទៅយល់លេចាឈិនសៀនក៏បានបញ្ចុះបន្ថែមទៀតថាជំរំគួយជារបស់ពួកយើងមានធម៌ពលដ៏អស្ចារ្យបំផុតនិងសម្បូរទៅដោយសម្ព័ន្ធមិត្តយ៉ាងច្រើនទោះបីជាពេលនេះលោកមានអំណាចយ៉ាងណាក៏ដោយតែលោកជ្រើសរើសធ្វើជាសត្រូវរបស់ពួកយើងមែនប៉ុន្តែជីន B ក៏បានដើរចាក់ចេញហើយនឹងបានប្រាប់បណ្ដាថាខ្ញុំមិនធ្វើជាសត្រូវរបស់អ្នកណានោះទេខ្ញុំឈរលើភាពមិនលំអៀងហើយនឹងអព្យាក្រឹតពីមុនមកខ្ញុំធ្លាប់ដើរតែម្នាក់ឯងធ្វើការតែម្នាក់ឯងដូច្នេះខ្ញុំចង់នៅតែម្នាក់ឯងប៉ុន្តែត្រូវបានពូនេះហាមឃាត់ទៀតដោយបានប្រាប់ទៅកាន់ជីន B ថាបើទោះបីជាលោកមិនចូលរួមជាមួយនឹងពួកយើងក៏ពួកយើងមិនខឹងដែរប៉ុន្តែលោកខ្លាំងច្បាស់ជាទទួលបានសាច់ឈាមព្រះពិសេសជាមិនខានឡើយដូច្នេះប្រាប់ខ្ញុំអំពីក្រុមមកបន្ទាប់ពីលើអញ្ចឹងហានសិនក៏បានគិតថាមិនទៅលបងឈ្មោះនេះគឺពិតជាបកាយទូទាយពិតមែនគិតចឹងក៏បានប្រាប់ថាចោតមានក្រមិនអីទេប៉ុន្តែហានសិនក៏បានរំលឹកអំពីសត្វផ្លាស់ប្ដូរយ៉ាងច្រើនដែលគាត់មានរាប់សិបក្បាលតែអ្នកទាំង3ចាប់អារម្មណ៍ដែរឬក៏អត់បន្ទាប់ពីលើអញ្ចឹងពូសាច់ដុំដែលគឺជាលបងឈ្មោះនេះក៏បានលាន់មកថាច្រើនម្លេះឲ្យហានសិនដាក់អំពីតម្លៃមកគាត់នឹងសុកចិត្តទិញយកទាំងអស់តែម្ដងជិនសៀននៅខាងនេះលើអញ្ចឹងហើយនឹងចង់ខឹងផងដែរចង់ទិញយកទាំងអស់មែនទេខ្ញុំគិតថាលោកឯងលោភលន់ពេកទេដល់ឡៃទៅសិនធានជឿគេក៏ចង់បានសត្វផ្លាស់ប្ដូរនឹងដែរហើយបើសិនជាអាចធ្វើឲ្យសត្វផ្លាស់ប្ដូររបស់គេកើនឡើងគេនឹងឲ្យមួយបន្ទុក5លានយួនឃើញទាំង3បកាយគ្នាអញ្ចឹងក៏ត្រូវផែនការហានសិនល្មមដើម្បីពួកគេនឹងឆ្លោះគ្នាអញ្ចឹងក៏បានក្រហមបន្តិចហើយបានប្រាប់ថាមិត្តភ័ក្តិទាំងឡាយឈប់បកាយគ្នាទៅដោយសារតែខ្ញុំមានកម្រងថាលក់ទេខ្ញុំចង់ផ្លាស់ប្ដូរវិញហើយផ្លាស់ប្ដូរវាជាមួយនឹងតំបន់ S ហើយអាតំបន់ S ប្រហែលជាកាតមួយអញ្ចឹងទៅដែលមានសេអក្សរថា S0 ទៅនឹងបើតែមានស្មានការដឹងប្រហែលជាការសម្រាប់ចូលទៅទីតាំងតំបន់ S នឹងឯងហើយក្នុងតំបន់នឹងប្រហែលជាមានសត្វចម្លែកច្រើនហើយហានសិនចង់ទៅប្រមាញ់បន្ថែមទៀតអីចឹងណាប៉ុន្តែក៏អត់ប្រកាសដែរដោយសារតែអត់ទាន់ដឹងច្បាស់ហើយសាច់រឿងគេអត់ទាន់បញ្ជាក់ទៀតចាំមើលទៅពេលហានសិនប្រើប្រាស់ការដឹងយើងនឹងដឹងឯង80ម៉ោងក្រោយមកនៅទីតាំងមួយជិតជំរំគួយជាយើងក៏បានឃើញជាមួយនឹងហានសិនបានយកសាច់ផ្លាស់ប្ដូរមួយបង្វិចធំមកជួបជ
ជាមួយនឹងឈិនសៀនដើម្បីផ្លាស់ប្ដូរយកការតំបន់ឯនឹងឯងហើយបន្ទាប់ពីបានហើយគាត់បានប្រកល់សាច់ផ្លាស់ប្ដូរឲ្យទៅកាន់នាងនិងក្នុងមួយបង្វិចនឹងគឺមានសាច់ខ្យល់ខ្មៅចំនួន30ក្បាលប្រាប់ទៀតផងបើនាងយកវាទៅស្ងោរហូបប្រហែលជាសារផ្លាស់ប្ដូរនាងកើនឡើងយ៉ាងច្រើនអេដមីនភ្លេចប្រាប់ទៅសម្លេងហាន់សិនទៅពេលដែលប្រើទៅជាជិនប៊ីក៏សម្លេងផ្សេងមួយទៀតដែរបែបថាសម្លេងរៀងស្អកសក់ហើយជន់គ្នាអញ្ចឹងណាមិនត្រឹមតែប៉ុណ្ណឹងនោះទេហាងសិនក៏ចង់ផ្លាស់ប្ដូរពោះថ្មិញខ្មៅជាមួយនឹងលុយ3លានទៀតអញ្ចឹងលុយក៏មិនមែនជាបញ្ហាដែរឈិនសៀននាងក៏បានយល់ព្រមហើយថាជិនប៊ីគឺជាមនុស្សឆ្លាតពិតមែន80ម៉ោងក្រោយមកទៀតយើងក៏បានឃើញជាមួយនឹងហាងសិនមកដល់ផ្ទះរបស់គាត់វិញហើយបានអង្គុយមើលការដែលញ៉ាំតែម្នាក់ឯងឡនមកថាការតំបន់អេសរបស់សិនថាងគឺបានមកយ៉ាងងាយមើលទៅចាយនោះក៏ពិតជាមិនដឹកនាំយោធាដែលមានឥទ្ធិពលម្នាក់ពិតមែនប៉ុន្តែយ៉ាងណាក្តីហាងសិនក៏ហាក់បីដូចជាបានដឹងថាឈិនសៀនក៏សង្ស័យគាត់ថាគឺជិនប៊ីប៉ុន្តែនៅពេលនេះគាត់គូនៅជ្រើសរើសយកអ្វីមួយជាមុនសិនទៅហើយក៏បានគិតផងដែរថាកាត Holy Angel គឺជ្រើសរើសយកបានតែមួយឈុតប៉ុណ្ណោះដូច្នេះគាត់ក៏បានគិតហើយកុំស្ទាក់ស្ទើរអីនៅក្នុងការជ្រើសរើសព្រោះឲ្យថាក៏មិនអាចនៅក្បែរម៉ាក់គាត់ហើយនឹងប្អូនស្រីបានជារៀងរហូតទេដូច្នេះប្រសិនបើពួកគាត់អាចចេះក្បាច់គុណពិសាបរិសុទ្ធបានកម្លាំងពួកគេក៏នឹងប្រសើរឡើងយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីអញ្ចឹងគាត់ក៏មិនចាំបាច់ខ្លាចសិនធានជឿថានឹងបង្កបញ្ហាទៅលើគ្រួសារគាត់បានដែរដូច្នេះគាត់ក៏បានជ្រើសរើសយកនៅក្បាច់គុណមួយដែលមានឈ្មោះថា Holy Angel នឹងឯងដែលប្រែមកថាទេវតាបរិសុទ្ធឬក៏ទេវតាពិសិដ្ឋអីហ្នឹងហើយក្បាច់គុណនេះវាក៏មានប្រយោជន៍ខ្លាំងក្នុងការកែលម្អរាងកាយហើយនិងសែនឲ្យសមភាពគ្នាដំណើរការដំដុះតន់ផ្លន់ហើយនឹងរស់រវើកក៏ដឹងទៀតថាវាមានហានិភ័យនោះទេក្នុងការហ្វឹកហាត់ប៉ុន្តែហានសិនគេមានអារម្មណ៍ថាក្បាច់គុណ Holy Angel នេះក៏ស្រៀងទៅនឹងក្បាច់គុណហ្វឹកហាត់រាងកាយដូចគ្នាវាធ្វើឲ្យអ្នកហ្វឹកហាត់គឺកាន់តែរឹងមាំប៉ុន្តែជាអ្នកដែលវាមិនលំបាត់ដូចជាក្បាច់គុណហ្វឹកហាត់រាងកាយឡើយដូច្នេះក៏មានន័យថាក្បាច់គុណ Holy Angel នឹងមិនល្អដូចជាក្បាច់គុណហ្វឹកហាត់រាងកាយទេគិតបដានៅឃើញតែការអបម្នាក់ដែលវាគាត់ចង់ងាប់ចង់រស់លើកមុនហ្នឹងអញ្ចឹងហានសិនឆ្ងល់មែនតើគេនឹងគឺជានរណាទៅហើយមកទល់ពេលនេះមានក៏ទៅគិតយល់ថាអាកាត ESO ហ្នឹងគឺយកមកផ្លាស់ប្ដូរអាក្បាច់គុណនឹងបានមួយអញ្ចឹងភាគទី29ហ្នឹងក៏ទៅឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយជាស្រ័យសិនមានមកក៏ឆ្លងវាបានជួបគ្នាវីដេអូក្រោយសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី30នៃរឿងអ្នកប្រយុទ្ធឈុតច្បាំងបិសាចនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅក្នុងសាលាបឋមសិនហៅដែលកំឡុងពេលនឹងយើងក៏បានឃើញជាមួយអ្នកគ្រូម្នាក់បានសួរទៅកាន់ហានសិនទៅលោកចាស់ប្អូនស្រីរបស់លោកសៀវយិនឈប់សម្រាកមួយថ្ងៃមែនទេហានសិនក៏បានតបប្រកាសណាស់អ្នកគ្រូឈូដោយសារតែមានរឿងត្រូវធ្វើនៅផ្ទះនិងត្រូវចំណាយពេលយូរគូសមប៉ុន្តែអ្នកគ្រូឈូក៏បានប្រាប់ទៅកាន់ហានសិនផងដែរថាប្អូនស្រីរបស់លោកគឺបានចូលរួមក្នុងការធ្វើកម្មវិធីមេត្តាបិតាហើយនៅលោកគ្រូអ្នកគ្រូឡើយតាំងពីនឹងចាប់ផ្ដើមរៀនមកម្លេះហើយនេះក៏ជាលើកទី1ដែរដែលបងប្រុសនាងគឺមកជួបជាមួយនឹងខ្ញុំដើម្បីសូមអនុញ្ញាតសុំច្បាប់ហើយនាងកំពុងតែនិយាយមួយគ្រូនាយកអីចឹងទៅអញ្ចឹងហានសិនក៏បានបន្តថាគាត់ក៏ពិតជាសោកស្ដាយខ្លាំងណាស់ដោយសារតែខ្ញុំរវល់ពេកទៅធ្វើប្រហែលបែបនេះនិងក៏បានប្រាប់តាមត្រង់ថាខ្ញុំចង់ឲ្យសៀវយានរៀនអំពី Holy Angel អញ្ចឹងអ្នកគ្រូឈូបានបន្តច្បាស់ណាស់ថាគុណវិវត្តរបស់សៀវយានគឺពិតជាល្អហើយប៉ុន្តែនៅពេលនេះនាងកំពុងតែប្រើដំណោះស្រាយសារធាតុចិញ្ចឹមធម្មជាតិប្រសិនបើឲ្យនាងប្រើដំណោះស្រាយសារធាតុចិញ្ចឹមកម្រិតខ្ពស់មើលទៅនាងប្រហែលជាចាញ់មើលរួមថ្នាក់អីខ្ញុំសង្ឃឹមថាគ្រួសាររបស់លោកក៏និយោគចិត្តទុកដាក់ចំពោះដំណោះស្រាយសារធាតុចិញ្ចឹមកម្រិតខ្ពស់នេះស្ដាប់ឮត្រង់នឹងហានសិនក៏ហាក់បីដូចជាមានការងឿងឆ្ងល់ដូច្នេះអ្នកគ្រូឈូក៏បានប្រាប់ថាគុណភាពនៃដំណោះស្រាយសារធាតុចិញ្ចឹមកាន់តែខ្ពស់កាន់តែលឿននិងកាន់តែទូលាយអាចបំពេញបន្ថែមអាហារូបត្ថម្ភបានពង្រឹងរាងកាយបង្កើនធម៌ពលប៉ុន្តែលោកមិនខ្លាចថាសៀវយិនបរាជ័យនៅពេលដែលចាប់ផ្ដើមមែនទេអត់អញ្ចឹងហានសិនក៏បានសួរថាតើសារធាតុចិញ្ចឹមកម្រិតខ្ពស់នឹងមានតម្លៃប៉ុន្មានទៅអញ្ចឹងអ្នកគ្រូក៏បានប្រាប់ថាមួយកម្រិត4មានតម្លៃ15លានក្នុងមួយឆ្នាំហើយបើសួរមានមួយកម្រិត4នឹងស្អីគេក៏ដឹងដែរយ៉ាត្រង់ទៅកន្លែងនេះក៏សូវយល់ដែរប៉ុន្តែក៏ព្យាយាមមើលដែរប៉ុន្តែនៅតែមើលយល់អញ្ចឹងក៏មានតែសម្រាយអញ្ចឹងទៅហើយក៏គិតថាកន្លែងនេះក៏មិនសូវសំខាន់ប៉ុន្មានដែរអាចថាគឺវិធីដើម្បីធ្វើឲ្យប្អូនស្រីរបស់ហានសិនហាត់ចេះលឿនកាន់តែខ្លាំងអញ្ចឹងណាបន្ទាប់ពីលើអញ្ចឹងហានសិនភ្ញាក់ប្រើតមានន័យថា15លានមែនអីអញ្ចឹងអ្នកគ្រូនឹងក៏បានស្ដីបន្ទោទៅកាន់ហានសិនមិនសមត្ថភាពឲ្យប្អូនស្រីចូលរៀនក្នុងសាលាសិនហៅតើមានលុយដើម្បីនឹងទិញអាហ្នឹងឲ្យប្អូនស្រីទេមែនអញ្ចឹងហើយហានសិនក៏បានគិតថាប្រកាសទេអត់ទាន់មានលុយទេនៅពេលហ្នឹងហើយគាត់ក៏មិនអាចទៅយកលុយពីម៉ាក់គាត់បានដែរវិធីសាស្ត្រដ៏ល្អនៅពេលហ្នឹងគឺមានតែប្រើប្រាស់គ្រីស្តាល់ដើម្បីនឹងចិញ្ចឹមសត្វផ្លាស់ប្ដូរបានច្រើនហើយនឹងយកពួកវាទៅលក់តែរឿងបន្តទេក៏បានកាត់ទៅដល់ផ្ទះវិញយើងក៏បានឃើញជាមួយនឹងសៀវយានប្អូនស្រីហានសិនកំពុងតែធ្វើកាយវិការចុះឡើងដើម្បីនឹងហាត់ក្បាច់គុន Holy Angel ដែលបានបញ្ចាំងចេញពីទូរទស្សន៍នឹងឯងហានសិនកំពុងតែមើលហើយនឹងបានគិតថាប្អូនស្រីរបស់គាត់គឺមានការវិវត្តយ៉ាងល្អនាងអាចចាប់បាននៅវិធីសាស្ត្រដាំដុះនេះយ៉ាងលឿនមានប្អូនស្រីឆ្លាតបែបនេះខ្ញុំក៏ពិតជាមានមោទនភាពខ្លាំងណាស់អញ្ចឹងគាត់ក៏បានដើរចូល
ទៅរកប្អូនស្រីហើយនៅបានសរសើរថាក៏ពិតជាអស្ចារ្យអញ្ចឹងនៅពេលដែលម៉ាក់ត្រឡប់មកវិញប្អូនស្រីគួរណាស់បង្រៀនក្បាច់កូននេះទៅកាន់ម៉ាក់បន្តទៀតណានាងក៏បានតបថាប្រកាសណាស់បងប្រុសប៉ុន្តែ Hansen ក៏បានផ្ដាំប្រាប់ទៅកាន់ប្អូនស្រីផងដែរថាមិនត្រូវប្រាប់នរណានោះទេថាពួកយើងគឺហាត់ក្បាច់កុន Holy Angel នេះហើយវាគឺជាអាចកំបាំងរបស់គ្រួសារយើងនិងនៅពេលដែលដំណោះស្រាយសារធាតុចិញ្ចឹមកម្រិតខ្ពស់មកដល់គុណវិវត្តរបស់ប្អូនស្រីគឺកាន់តែអស្ចារ្យជាងមុនទៀតបាទលើអញ្ចឹងហើយនឹងសៀវយើងក៏ពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែសារយើងក៏បានកាត់ទៅដល់ខាងនេះវិញយើងក៏បានឃើញជាមួយនឹងម៉ាន់លីបានសួរទៅកាន់ចិនសៀនទៅនាងក៏ពិតជាធ្វើបែបនេះមែនដែរអត់ចិនសៀននាងក៏បានតទៅវិញទៅថាមិនបាច់បារម្ភនោះទេវាមិនមែនជ្រឿងធំឡើយមិនយូរមិនឆាប់នោះទេបារម្ភអ្នកនោះក៏នឹងប្រាប់ការពិតមកកាន់ពួកយើងប៉ុន្តែនៅពេលនេះនាងអស់ការអត់ធ្មត់ឯដូច្នេះនាងគួរណាស់ទៅស្វែងរកព័ត៌មានលម្អិតរបស់គាត់បន្ថែមទៀតអញ្ចឹងម៉ាន់លីក៏បានតទៅវិញទៅថាទោះបីជាខ្ញុំគិតថាវាមិនអាចទៅរួចយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំក៏ព្រមជួយផងដែរហត់ថ្នាំមួយឲ្យទៅកាន់នាងនៅក្នុងបន្ទប់សាកល្បងនេះវិញយើងក៏បានឃើញជាមួយនឹង Hansen ហើយនឹងឈៀនសៀនកំពុងតែប្រកួតសាកល្បងជាមួយនឹងគ្នាទៀតឯងដូចជារដងអញ្ចឹងបើទៅកាន់ Hansen នៅពេលនឹងទួកមែនតែនត្រូវបានចាយនឹងធាក់ផងវាយផងហើយបន្ទាប់ពីធាក់ Hansen បានដួលហើយមើលទៅកាន់ចាយតែឈ្មោះនៅពីលើ Hansen នឹងបានដៀលទៀតផងថាការរីកចម្រើនរបស់លោកមើលទៅយឺតពេកឯងអញ្ចឹងនាងក៏បានឲ្យ Hansen ផឹកទឹកម្ដងនឹងទៅហើយសម្រាប់ចាំពេលក្រោយចំពោះយ៉ាងហ្វឹកហាត់ទៀតប៉ុន្តែនាងក៏បានកើតអំពីពាក្យសម្ដីដែលយ៉ាងម៉ាន់លីប្រាប់ទៅកាន់នាងផងដែរថាយកថ្នាំបាញ់ដាក់ចុកក្នុងទឹកទៅបើសិនជានាងសួរអ្វីគាត់នឹងប្រាប់នឹងអញ្ចឹង Hansen នៅពេលនឹងក៏បានផឹកទឹកនឹងក៏ហាក់បីដូចជាត្រូវបានគេសណ្ដំបានឃើញចាយនៅឈប់ពីមុខកាច់រៀងប៉ុន្តែក៏មិនជាបញ្ហាដែរក៏ដោយសារតែ Hansen បានហាត់ក្បាច់គុណហ្វឹកហាត់រាងកាយអញ្ចឹងឲ្យការសណ្ដំនឹងគឺមានបញ្ហាអ្វីសម្រាប់ Hansen ឡើយប៉ុន្តែគាត់ក៏ឆ្ងល់ផងដែរទៅនាងចង់ធ្វើអ្វីទៅអញ្ចឹងគាត់ក៏បានសម្ដែងបន្តិចទៅដើម្បីចង់ដឹងទៅចាយនឹងចង់ធ្វើអ្វីពិតប្រាកដហើយក៏ដើម្បីសារលបងចាយនឹងក៏បានប្រាប់ឲ្យ Hansen យកដៃប៉ះនាងមកអញ្ចឹង Hansen ក៏បានយកដៃរៀងនឹងប៉ះត្រូវបាននាងវះចេញហើយក៏បានគិតថាថ្នាំនេះបានផលពិតមែនអញ្ចឹងនាងក៏បានប្រាប់ឲ្យ Hansen ប្រាប់នាងតាមត្រង់តើលោកគឺជាជីនប៊ីមែនទេ Hansen ក៏បានតបថាទេនាងបានសួរបន្តទៀតថាហេតុអ្វីបានជាលោកមិនចង់ចូលក្នុងសាលាយោធាស្ទាំងខ្មៅ Hansen បានតបទៀតថាក៏ដោយសារតែសាលាយោធាស្ទាំងខ្មៅនៅឆ្ងាយពីផ្ទះគាត់ពេកចឹងគាត់ព្រួយបារម្ភពីសុវត្ថិភាពម៉ាក់ហើយនិងប្អូនស្រីតែគាត់មិនចង់ទៅនឹងបានលើសម្ដីពាក្យនឹងដែរចឹងឲ្យចាយនឹងជឿឯងមើលទៅប្រហែលជាមកពីមូលហេតុនឹងពិតមែននេះអញ្ចឹងនាងក៏បានសួរទៀតថានៅក្នុងចិត្តរបស់លោកតើខ្ញុំគឺជាមនុស្សបែបណាអញ្ចឹង Hansen ក៏បានតបថានៅក្នុងចិត្តរបស់ខ្ញុំនាងគឺជាមនុស្សស្អាតបំផុតដែលខ្ញុំធ្លាប់បានឃើញហើយក៏ស្រស់ស្អាតបំផុតនៅក្នុងជំរំគួរជាបានលើអញ្ចឹងចាយនៅមុខក្រហមទេ Hansen ម្ដាយអញ្ចឹង Hansen ក៏បានធ្វើពុតដូចជាដឹងខ្លួនឡើងវិញហើយបានសួរថាតើនាងគឺបានធ្វើអ្វីចំពោះខ្ញុំហើយនាងក៏បានតបថាមិនមានអ្វីនោះទេក៏ដោយសារតែផឹកខានបាញ់មិញលោកបានសន្លប់អញ្ចឹងហើយទៅបានជាញោមផ្ទះម្ដាយលោកភ្ញាក់នឹងខ្លួនឡើងវិញនិយាយចឹងហើយចាយនឹងក៏បានដើរចាក់ចេញប៉ុន្តែក៏នៅតែកើតថាហេតុអ្វីបាញ់មិញនេះខ្ញុំមានអារម្មណ៍ថាភ័យម្លេះមួយវិញទៀតហេតុអ្វីបានខ្ញុំនិយាយជាមួយនឹងគេនឹងមិនចង់ចេញអញ្ចឹងចំណែក Hansen នៅខាងនេះវិញក៏បានញ៉ាំញ៉ែមិនមើលទៅនាងឡើងសង្ស័យទៀតឯងនឹងបានគិតផងដែរថាបន្ទាប់ពីពេលវេលាមកដល់នៅពេលណាគាត់ក៏នឹងបង្ហាញអត្តសញ្ញាណខ្លួនឯងដោយឯងព្រោះឲ្យថាក៏មិនអាចលះអត្តសញ្ញាណពេញមួយជីវិតគាត់បានឡើយដូច្នេះភាគនេះត្រូវបញ្ចប់ត្រឹមតែប៉ុណ្ណឹងហើយក៏ជាភាគទី30ជម្រាបលាជួបគ្នាវីដេអូក្រោយ